Darksider គឺជាពិភពហ្គេមមួយដែលខ្ញុំស្រឡាញ់ខ្លាំងជាង God of War ទៀតខ្ញុំនិយាយមែនបើ Devil May Cry ជាមួយនឹងអានេះខ្ញុំយកអាមួយនេះណាខ្ញុំអត់យក Devil May Cry ណាអញ្ចឹងមកដល់ឥឡូវហ្នឹងហ្គេមមួយហ្នឹងគឺចេញបាន4ហ្គេមអីហើយគេរៀបនឹងចេញហ្គេមទី5របស់គេមានឈ្មោះថា Darksider វគ្គ4នៅក្នុង Warhammer 4000គេមានពាក្យដើម្បីអធិរាជប៉ុន្តែនៅក្នុងហ្គេមមួយនេះគេមានពាក្យដើម្បីតុល្យភាពហើយមែនតុល្យភាពរបស់គេមែន4ហ្គេមហ្នឹងតុល្យភាពទាំង4ហ្គេមហ្មងអញ្ចឹង4ហ្គេមហ្នឹងយើងមានជាមួយនឹង Genesis វគ្គ1វគ្គ2ហើយនិងវគ្គ3វគ្គ1មានសាច់រឿងល្អមើលបំផុតវគ្គ3មានសាច់រឿងអន់បំផុតវគ្គ2មានហ្គេមលេងសប្បាយបំផុត Genesis មានហ្គេមអន់បំផុតវគ្គ1គឺជាហ្គេមដែលគេបង្កើតមុនគេបង្អស់ Genesis គឺជាហ្គេមដែលគេបង្កើតក្រោយគេបង្អស់ស្រាប់តែប៉ុណ្្នឹងអ្នកនរគ្នាក៏ដឹងថាវាមានតុល្យភាពខ្លាំងប៉ុណ្ណាដែរទៅហើយអ្នកនរគ្នាក៏ឆ្ងល់ហើយមានន័យថាមិនបានជាហ្គេមហ្នឹងដើរដល់ដំណាក់កាលហ្នឹងនិយាយទៅ4ហ្គេមហ្នឹងក៏ Studio ដូរគ្នាធ្វើហ្នឹង3 Studio ប៉ុន្តែយ៉ាងណាក៏ដោយក៏ខ្ញុំសរសើរជាមួយនឹងហ្គេមមួយនេះដែរដោយសារតែ4ហ្គេមហ្នឹងគឺយើងលេងអត់ដូចគ្នាទាំង4ហ្គេមបើសិនជាអ្នកនរគ្នាតាមដានជាមួយនឹងហ្គេមហ្នឹងអ្នកនរគ្នាក៏ជិះដឹងថានៅក្នុងក្រុមរបស់គេហ្នឹងគឺមានគ្នាចំនួន4នាក់ប៉ុន្តែរឿងអកុសលមួយសម្រាប់អ្នកដែលគាំទ្រជាមួយនឹងហ្គេមមួយហ្នឹងគេអត់បានឃើញជាមួយនឹង Strike សាច់រឿងគោលរបស់ Strike វគ្គ1យើងបានជួបជាមួយនឹង War វគ្គ2យើងបានជួបជាមួយនឹង Dead វគ្គ3យើងបានជួបជាមួយនឹង Fury ប៉ុន្តែចូលទៅដល់សាច់រឿងទី4មានឈ្មោះថា Genesis ហ្នឹងយើងអត់បានឃើញសាច់រឿងគោលរបស់ Strike អាប៉ែមួយកាន់កាភ្លើង2ដើមដូច Clint នៅក្នុង Game Mobile Legends អញ្ចឹងប៉ុណ្ណឹងបានហើយមុននឹងចូលទៅដល់សាច់រឿងរបស់គេខ្ញុំសូមណែនាំអ្នកនរឲ្យស្គាល់នៅពិភពដើមរបស់គេថា4អ្នកហ្នឹងមកពីណាអញ្ចឹងសាច់រឿងរបស់គេហ្នឹងគឺគេចាប់ដើមតាំងពីណាពីណីមកហើយនៅពិភពរបស់គេហ្នឹងគឺមានឋាន2ឋាននរកហើយនិងឋានសួគ៌អាពីរហ្នឹងគឺអត់ដែរត្រូវគ្នាទេឋានសួគ៌មានទេវតាឋាននរកមានពួកបិសាចអាពីរហ្នឹងឲ្យតែជួបមុខគ្នាវ័យគ្នារហូតហើយនៅក្នុងពិភពហ្គេមរបស់គេហ្នឹងក៏មានជាមួយនឹងអ្នកកាន់ច្បាប់មួយដែរឈ្មោះថា Jared Council ហើយអ្នកនេះគាត់ឆ្ងល់ថាតើគេកាន់ច្បាប់ហ្នឹងកាន់ច្បាប់របៀបម៉េចនិយាយទៅវាប្រៀបដូចជាអ្នកដែលរៀបចំច្បាប់មួយកុំឲ្យពួកហ្នឹងឆ្លោះគ្នាបើមានចំនួនអីមួយតតែរឿងហ្នឹងតតែមានហេតុផលច្បាស់លាស់ថាមូលហេតុអីបានជាឋានសួគ៌ហ្នឹងវ័យឋាននរកហេតុអីបានជាឋាននរកហ្នឹងវ័យឋានសួគ៌ប៉ុន្តែបើគ្មានហេតុផលច្បាស់លាស់ទៅវ័យគេវ័យឯងមុនហ្នឹងអាហ្នឹងគឺជាការធ្វើល្មើសច្បាប់អីយ៉ាងទៅនិយាយទៅ Jared Council ហ្នឹងវាប្រៀបដូចជាតុលាកំពូលកាត់ក្តីឲ្យអ្នកណាឈ្នះអ្នកណាចាញ់អញ្ចឹងហើយអ្នកគ្នាក៏ឆ្ងល់ថាអាប៉ែនេះគាត់ដូចភ្នំក្បាលខ្មោចចំនួន3សោះមានអីខ្លាំងគ្មានអីគួរខ្លាចផងអារឿងហ្នឹងអ្នកគ្នាចាំចូលទៅដល់ហ្គេមចាំខ្ញុំបកស្រាយម្ដងមួយអញ្ចឹងនៅដែនដីឋាននរកហ្នឹងគឺមានជាមួយនឹងបិសាចច្រើនមែនតើនៅក្នុងហ្នឹងគឺមានបិសាចមួយមានឈ្មោះថា Lilith ហើយម្នាក់ហ្នឹងគឺជាស្រីបានយកជាមួយនឹងធូលីឋានសួគ៌ជាមួយនឹងធូលីឋាននរកគួបផ្សំជាមួយនឹងគ្នាបានបង្កើតជាមួយនឹងពូជសាសន៍មួយប្រភេទគេឲ្យឈ្មោះថា Nephilim ហើយពេលដែលពូជសាសន៍ហ្នឹងកើតឡើងមកសូម្បីតែឋានសួគ៌ជាមួយនឹងពួកឋាននរកហ្នឹងក៏ខ្លាចជាមួយនឹងពូជសាសន៍ហ្នឹងដែរហើយនៅក្នុងពូជសាសន៍ហ្នឹងគឺមានជាមួយនឹងមនុស្សម្នាក់ដែលគេបង្កើតបានមុនគេអាចនិយាយបានថាម្នាក់ហ្នឹងគឺជាមេដឹកនាំគេក៏បានដែរឈ្មោះថា Absalom អញ្ចឹងនៅពេលដែលគេបង្កើតហ្នឹងគេអត់បានប្រាប់ទេថាពួកហ្នឹងបង្កើតនៅកន្លែងណាឋានសួគ៌ឋាននរកឬក៏ឋានកណ្ដាលគេអត់ប្រាប់ហ្មងគេក៏ប្រាប់ថាកន្លែងដែលគេបានកកើតហ្នឹងគឺគេហៅថា Nephilim ដូចគ្នាដែរអញ្ចឹងដោយសារតែពួកហ្នឹងអត់មានទឹកដីអីច្បាស់លាស់ផ្ទាល់ខ្លួនអត់មានកន្លែងដើមកំណើតហ្នឹងពួកហ្នឹងក៏ចាប់ដើមរកទន្ទ្រានយកទឹកដីមួយឈ្មោះថា Eden មកជាកម្មសិទ្ធិរបស់ខ្លួនហើយអ្នកនរគ្នាត្រូវដឹងថាជាទឹកដី Eden ហ្នឹងគឺជាទឹកដីដែលពួកឋានសួគ៌ហើយនិងពួកឋាននរកហ្នឹងចង់បានដូចគ្នាដែរហើយអ្នកគ្នាគួរឲ្យដឹងថាអាទឹកដី Eden ណាគ្រាន់តែអ្នកចង់ដណ្ដើមនឹងមាន3ក្រុមហើយចំណែក Check Council មើលទៅហាក់ដូចជាមិនស្រួលទេគ្រាន់តែអ្នកចង់ដណ្ដើមទឹកដីហ្នឹង2 3ក្រុមអញ្ចឹងCheck Council ហ្នឹងក៏សម្រេចចិត្តថានឹងរឹបអូសយកទុកខ្លួនឯងសិនហើយដោយសារតែមើលមកទឹកដីហ្នឹងវាហាក់ដូចជាធ្វើឲ្យមានសង្គ្រាមខ្លាំងពេកCheck Council ហ្នឹងក៏សម្រេចចិត្តថាអត់ឲ្យទាំង3ក្នុងចំណោម3ក្រុមហ្នឹងអ្នកណាក៏គេមិនអាចទទួលជាមួយនឹងទឹកដីហ្នឹងបានដូចគ្នាដែរហើយក៏គេសម្រេចចិត្តថាទឹកដីនេះនឹងបកគលឲ្យមនុស្សប៉ុន្តែពួកអាពូជសាសនេះព្រលឹមពួកអជ្រុងនិយមមួយចំនួនហ្នឹងគេអត់សុខចិត្តទេគេចង់បានទឹកដីហ្នឹងធ្វើជារបស់ខ្លួនហើយនៅក្នុងហ្នឹងក៏មានមេដឹកនាំរបស់គេដែរមានឈ្មោះថា Absalom ហ្នឹងដឹកនាំជាមួយនឹងមនុស្សរបស់គេហ្នឹងឲ្យវាយប្រហារទៅលើទឹកដី Eden ហ្នឹងប៉ុន្តែយ៉ាងណាក៏ដោយក៏មានប្រជាជនខ្លះគឺគេអត់ពេញចិត្តទេជាមួយនឹងមេដឹកនាំហ្នឹងដែលថាទៅវាយប្រហារទៅលើទឹកដី Eden ហ្នឹងហើយនៅក្នុងហ្នឹងគឺមានជាមួយនឹងមនុស្ស4នាក់ប្រហែលជាអ្នកគ្នាក៏ជាស្គាល់ហើយបើសិនជាអ្នកគ្នាធ្លាប់លេងហ្គេមហ្នឹងមាន War មាន Dead Fury ហើយជាមួយនឹង Strike ហ្នឹងហើយចំណែក4នាក់ហ្នឹងក៏បានទៅរកជាមួយនឹង Check Council ដែរដើម្បីដោះស្រាយជាមួយនឹងរឿងហ្នឹងដែរហើយចំណែក Check Council ក៏មិនដឹងថាដោះស្រាយមិនដែរមានតែបន្លាយពូជសាសន៍ហើយណាមួយពូជសាសន៍ Nephilim ហ្នឹងកើតមកវាខុសច្បាប់នៃតុល្យភាពជីវិតឯហ្នឹងអញ្ចឹង4នាក់ហ្នឹងក៏បាននិយាយជាមួយនឹងពូជសាសន៍របស់ខ្លួនសិនទៅថាកុំឲ្យវ័យជាមួយនឹងទឹកដីហ្នឹងប៉ុន្តែការចរចាហ្នឹងវាមិនបានសម្រេចហើយក៏ធ្វើសង្គ្រាមជាមួយគ្នាទៅហើយសូម្បីតែមេដឹកនាំរបស់គេឈ្មោះថា Absalom ហ្នឹងក៏ងាប់ដោយសារស្នាដៃរបស់ Dead ដូចគ្នាដែរហើយអាសង្គ្រាមហ្នឹងដែរក៏បានធ្វើឲ្យពូជសាសន៍របស់គេស្លាប់ទាំងអស់និយាយទៅនៅសល់តែ4នាក់គេហ្នឹងទេហើយបញ្ចប់ពីសង្គ្រាមពូជសាសន៍នេះព្រលឹមនៅលើទឹកដី Eden ហ្នឹងមក4នាក់ហ្នឹងក៏បានសម្រេចចិត្តថាចោះចូលជាមួយនឹង Check Council ហើយក៏ខ្លាចទៅជាអ្នករក្សាតុល្យភាពនៃជីវិតនៃសកលលោកហ្នឹងហើយ4នាក់ហ្នឹងក៏បានហៅខ្លួនឯងថា
ជា Horseman ឬក៏អ្នក Bosses តែបើថាសង្គ្រាមនឹងវាចប់មែនប៉ុន្តែឋានសួគ៌ហើយនឹងឋាននរកហ្នឹងនៅតែចង់បានជាមួយនឹងអាទឹកដី Eden ហ្នឹងសម្រាប់ខ្លួនដូចគ្នាប៉ុន្តែយ៉ាងណាក៏ដោយអាឋានសួគ៌ហើយនឹងឋាននរកហ្នឹងក៏មិនអាចធ្វើឲ្យបានដូចគ្នាដែរព្រោះអីជា console ហ្នឹងបកគលអាទឹកដីហ្នឹងឲ្យមនុស្សហើយប៉ុន្តែមិនយូរប្រហែលទេស្រាប់តែ Cheren console ហ្នឹងក៏បានទទួលដំណឹងថាមានបិសាចមួយចំនួនហ្នឹងចោះចូលជាមួយនឹង Lucifer គឺជាស្ដេចបិសាចនៃឋាននរកហើយគេអត់ដឹងដូចគ្នាថាពួកហ្នឹងចោះចូលជាមួយនឹង Lucifer ហ្នឹងដើម្បីអីគេមានកម្រងការអីឲ្យពិតប្រាកដប៉ុន្តែគេគ្រាន់តែដឹងថារឿងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងមនុស្សប្រហែលជាប្រឆាំងជាមួយនឹងមនុស្សមិនឲ្យមនុស្សហ្នឹងរស់នៅលើទឹកដី Eden ឬក៏ចង់សម្លាប់មនុស្សចោលអីយ៉ាងទៅអញ្ចឹងគេក៏បានបញ្ជូនជាមួយនឹង Horseman 2 នាក់ដើម្បីស៊ើបដំណឹងតាក់ទងជាមួយនឹងរឿងហ្នឹង Strike ហើយជាមួយនឹង Warហើយក្នុងចំណោមបិសាចទាំងអស់ហ្នឹងគឺមានស្ដេចបិសាចមួយដែលត្រូវគេស៊ើបអង្កេតមុនគេប្រអស់ឈ្មោះថា Samael ហើយមកដល់ធំហ្នឹងយើងចូលទៅដល់សាច់រឿងទី1របស់យើងហើយឈ្មោះថា Darksider Genesis ប៉ុន្តែគ្រាន់តែ2នាក់ហ្នឹងចុះមកដល់ភពនឹងភ្លាមទីតាំងរបស់ Samael ហ្នឹងក៏ត្រូវបានគេវាយប្រហារមុនបាត់ហើយអ្នកដែលវាយប្រហារនៅលើទីតាំងរបស់ Samael ហ្នឹងមានឈ្មោះថា Merlochហើយមូលហេតុដែលគេវាយប្រហារទៅ Samael ហ្នឹងគឺដោយសារគេចង់បានក្បាលជាមួយនឹងភពរបស់ Samael ហ្នឹងប៉ុន្តែវាមិនមែនតែប៉ុណ្្នឹងទេវាមានរឿងនៅពីក្រោយរឿងហ្នឹងទៀតដោយសារតែ Moloch ហ្នឹងក៏បានដឹងដែរពីផែនការរបស់ Lucifer អញ្ចឹងផែនការរបស់ Lucifer ហ្នឹងធ្វើមិនសម្លាប់មនុស្សស្ថិតនៅលើទឹកដី Eden ហ្នឹងទាំងអស់ហើយបន្ទាប់មកក៏បញ្ជូនព្រលឹងមនុស្សហ្នឹងដាក់នៅលើផែនដីវិញហើយចំណាយ Strike ហើយជាមួយនឹង War ជាអ្នកទទួលបញ្ជាចេញពី Check Council ហ្នឹងអញ្ចឹង Lucifer ក៏ដឹងដែរថាបើសិនជា2នាក់ហ្នឹងមករំខានអញ្ចឹងគាត់ជាមានបញ្ហាហើយអញ្ចឹងដោយសារតែ Samael ហ្នឹងគឺជាអ្នកដែលតាក់ទងគ្នាជាមួយនឹង Lucifer អញ្ចឹងហើយក៏2នាក់ហ្នឹងក៏បានទៅស្វែងរកជាមួយនឹង Samael ហ្នឹងទៅហើយខណៈហ្នឹងដែរ Samael ហ្នឹងក៏បានខ្ចីដៃជាមួយនឹង2នាក់ Strike ហើយជាមួយនឹង War ហ្នឹងឲ្យសម្លាប់ជាមួយនឹង Moloch ដូចគ្នាហើយអ្វីដែលគេទទួលបានគឺព្រលឹងរបស់ Moloch ហ្នឹងឯងនៅក្នុងហ្គេមនេះត្បិតថាយើងឮឈ្មោះជាមួយនឹង Lucifer យើងដឹងថាជាកម្រងការរបស់ Lucifer មែនប៉ុន្តែមួយហ្គេមនេះពេញយើងអត់បានឃើញមុខជាមួយនឹង Lucifer ទេអត់ដឹងថា Lucifer មានមុខមាត់មិនទេហើយពេលចូលទៅដល់ចុងកតុយនៃសាច់រឿងគេក៏បានបង្ហាញថាCheren console ក៏មិនដឹងថាធ្វើអីមិនទៅលើ Lucifer ដូចគ្នាដែរដោយសារតែទី1មនុស្សបានកកើតហើយនៅលើផែនដីហ្នឹងអញ្ចឹងដោយសារតែ Cheren console ហ្នឹងមិនចង់ឲ្យមានរឿងអញ្ចឹងកើតឡើងទៀតគេក៏បានបង្កើតជាមួយនឹងច្បាប់មួយដោយប្រើជាមួយនឹងត្រាទាំង7ត្រា3យកចេញពីឋានសួគ៌ត្រា3យកចេញពីឋាននរកនិងត្រា1យកចេញពីខ្លួនឯងហ្នឹងដែលយើងស្គាល់តាមក្រោយថា Seven Seal ឬក៏ច្បាប់ទាំង7ហ្នឹងហើយអ្នកនរគាត់ជាឆ្ងល់ថាស្អីគេ Seven Seal ហ្នឹងនិយាយទៅអា Seven Seal ហ្នឹងវាប្រៀបដូចជាសន្ធិសញ្ញាបត់ជប់បាញ់មួយរវាងឋានសួគ៌ហើយនិងឋាននរកហ្នឹងបាទសៀលទាំង7ហ្នឹងនៅតែមានអញ្ចឹងឋានសួគ៌ហើយនិងឋាននរកគឺមិនអាចវៃគ្នាបានទេនិយាយទៅគ្មានកម្លាំងថាមពលវៃគ្នានៅលើផែនដីហើយអា Seven Seal នេះការពារមនុស្សពីពួកឋានសួគ៌ហើយនិងពួកឋាននរកវៃគ្នាត្រឹមតែរយៈពេលមួយដែលមនុស្សអាចតទល់ជាមួយនឹងពួកឋានសួគ៌ហើយឋាននរកបានហើយអា Seven Seal ហ្នឹងគឺលេងបានកាយបាទនិយាយពី play នៅក្នុងហ្គេមនេះវិញខ្ញុំក៏ចូលចិត្តដូចគ្នាដែរជាពិសេស play ដែលធ្វើដំណើរតាមផ្លូវកាប់ជាមួយនឹងពួកអបិសាចខ្ញុំចូលចិត្តខ្លាំងមែនទែនហើយបាទនិយាយពី mechanic នៅក្នុងហ្គេមនេះវិញយើងអាចលេង co-op បានលេងគ្នាបាន2នាក់ហើយ mechanic ហ្គេមនេះយើងចែកចេញជា2 mechanic ទី1គឺតាក់ទងជាមួយនឹង strike បាញ់កាភ្លើង mechanic ទី2គឺតាក់ទងជាមួយនឹង war កាប់ដាវបើសិនជាអ្នកនរធ្លាប់លេង mechanic game God of War អ្នកនរក៏ជាដឹងហើយថាប្រភេទ game នេះគឺវាស្តៀងគ្នានឹងទេនៅក្នុងហ្គេមនេះយើងមាន mechanic Fury យើងមាន mechanic បាញ់កាភ្លើងយើងមាន mechanic កាប់ដាវយើងមាន mechanic ហោះហើយនៅក្នុងហ្គេមមួយហ្នឹងក៏យើងមាន mechanic សហការគ្នាដូចគ្នាដែរហើយខ្ញុំនិយាយមែនខ្ញុំស្រឡាញ់ទេសភាពនៅក្នុងហ្គេមហ្នឹងខ្លាំងមែនតើហ្មងហើយសូម្បីតែពួកអបិសាចដែលគេគូរូបរាងនៅស្ថិតនៅក្នុងហ្គេមមួយហ្នឹងក៏ខ្ញុំចូលចិត្តដូចគ្នាដែរហ្គេមពេលលេងខ្ញុំឲ្យ7លើ10ភ្លេងខ្ញុំឲ្យ8លើ10ហើយចំណាយសាច់រឿងខ្ញុំឲ្យ8លើ10សាច់រឿងតដែលអ្នកនរត្រូវតែលេងហ្នឹងគឺវគ្គ3ណាមិនមែនវគ្គ1ទេប៉ុន្តែនៅក្នុងវគ្គ1ហ្នឹងគឺមានសាច់រឿងបន្តិចដែលវាពាក់ព័ន្ធជាមួយនឹងអាសាច់រឿងដែលកើតឡើងមុនអាវគ្គ3បន្តិចអញ្ចឹងខ្ញុំសូមនិយាយតាក់ទងជាមួយនឹងអាវគ្គ1បន្តិចសិនចាំចូលទៅដល់វគ្គ3អញ្ចឹងជាច្រើនឆ្នាំក្រោយមកស្ថិតនៅក្នុងវគ្គ1ហ្នឹងមនុស្សគឺចាប់ផ្ដើមវិវត្តចាប់ផ្ដើមមានកំភ្លើងមានអីឯងនិយាយទៅគឺបច្ចុប្បន្ននេះឯងប៉ុន្តែនៅសុកនៅកំឡុងពេលមួយហ្នឹងស្រាប់តែអាសៀលទាំង7ហ្នឹងត្រូវបានគេវាយកំទេចចោលមិនដឹងថាប្រែតណាចោលមសៀតណាជាអ្នកកំទេចជាមួយនឹងអាសៀលហ្នឹងទេហើយគ្រាន់តែអាសៀលហ្នឹងខ្ទេចភ្លាមសង្គ្រាមរវាងឋានសួគ៌ហើយនិងឋាននរកក៏កើតឡើងភ្លាមស្ថិតនៅលើផែនដីវិញម្ដងហើយដោយសារតែមនុស្សមិនទាន់មានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយនឹងពួកឋានសួគ៌និងឋាននរកហ្នឹងធ្វើឲ្យផែនដីហ្នឹងក៏បានរលំលាយហើយដោយសារតែអាសៀលហ្នឹងខ្ទេចវ៉ហ្នឹងក៏ត្រូវគេចោទថាគឺជាអ្នកដែលធ្វើឲ្យសង្គ្រាមហ្នឹងផ្ទុះឡើងដូចគ្នាដែរហើយដោយសារតែអញ្ចឹងហើយ Cheren Council ហ្នឹងក៏ចាប់ជាមួយនឹង War ហ្នឹងទៅដាក់ទោសទៅហើយបើនិយាយពីភពផែនដីវិញក៏ត្រូវបានខ្ទេចដូចគ្នាដោយសារតែសង្គ្រាមឋានសួគ៌ហើយនិងឋាននរកហ្នឹងឯងអញ្ចឹងចូលទៅដល់សាច់រឿងទី2របស់យើងឈ្មោះថា Darksider វគ្គ3អ
ចឹងតួអង្គនៅក្នុងវគ្គនេះគឺជាមនុស្សស្រីម្នាក់មានឈ្មោះថា Fury ហើយអាវុធដែលគេប្រើនឹងខ្សែតៃដាវចឹងតួអង្គ Fury នឹងកំពុងតែអង្គុយស្ថិតនៅlạiភពមួយសុកសោកនឹងស្រាប់តែ Sharon Concert នឹងក៏បានកោះគេហៅទៅធ្វើការម្យ៉ាងហើយនៅកន្លែងនឹងដែរគេក៏បានឃើញជាមួយនឹង War ដែលគេកំពុងតែចាប់ទុកដូចគ្នាដែរអញ្ចឹងនៅក្នុងវគ្គនេះគេក៏បានបញ្ជាឲ្យ Fury នឹងចុះទៅផែនដីដើម្បីប្រមូលជាមួយនឹងបល្ល័ង្កបាបទាំង7ដែលស្ថិតនៅក្នុងផែនដីហ្នឹងមកឲ្យជាមួយនឹង Sharon Concert វិញប៉ុន្តែខណៈនឹងដែរ War ដែលស្ថិតនៅកន្លែងហ្នឹងក៏គេបានប្រាប់ជាមួយនឹង Fury ថានៅលើផែនដីហ្នឹងគឺអត់ស្រួលទេមានអីម្យ៉ាងកំពុងតែរៀបចំផែនការធ្វើឲ្យផែនដីហ្នឹងទៅជាអីម្យ៉ាងទៀតហើយនៅកន្លែងហ្នឹងដែរគេក៏បានបញ្ជូនជាមួយនឹងបល្ល័ង្កមនុស្សស្រីម្នាក់ឲ្យតាមដានជាមួយនឹងម្នាក់ស្រី Fury ហ្នឹងដូចគ្នាដែរហើយដោយសារតាអាសាច់រឿងហ្នឹងអន់ពេកនិយាយមែនខ្ញុំភ្លេចជាមួយនឹងម្នាក់ស្រីហ្នឹងបាត់ហើយថាម្នាក់ស្រីហ្នឹងឈ្មោះស្អីគេភ្លេចបាត់ហើយមិនមែនសូម្បីតាម្នាក់ស្រីហ្នឹងទេដែលខ្ញុំភ្លេចសូម្បីតែសាច់រឿងក៏ខ្ញុំភ្លេចដូចគ្នាដែរមើលខ្ញុំរំលឹកតអតីតកាលបន្តិចសិនថាខ្ញុំចង់ចាំជាមួយនឹងអាសាច់រឿងហ្នឹងអីបានខ្លះមើលយើងមានវិញ្ញាណបាបទាំង7ហ្នឹងព្យាយាមស្រូបបល្ល័ង្កមនុស្សដោយសារកំឡុងពេលហ្នឹងវាមានកលយុគផែនដីវាត្រូវលាយោហើយយើងមានសាច់រឿងមនុស្សដែលរស់សេសសល់ចេញពីសង្គ្រាមទេវតាជាមួយនឹងពួកអថានរុហ្នឹងដែលការពារដោយពូជសាសន៍មួយប្រភេទមានឈ្មោះថាពួក Maker និយាយរួមមកហ្គេមទាំងមូលបានតែសាច់រឿងចុងក្រោយទេប្រហែលជា 10% ចុងក្រោយគ្រាន់មានសាច់រឿងល្អមើលក្រៅពីហ្នឹងសាច់រឿងគឺអត់កើតទាំងអស់តាំងពីក្បាលរឿងដល់ចុងកតុយរឿងអាកន្លែងដែលខ្ញុំនិយាយហ្នឹងមើលចុងកតុយនៃសាច់រឿងហ្នឹងយើងក៏បានឃើញថាម្នាក់ស្រី Fury ហ្នឹងក៏បានប្រមូលជាមួយនឹងវិញ្ញាណទាំង7ហ្នឹងបានសម្រេចហើយក៏បល្ល័ង្កម្នាក់ស្រីដែលតាមយើងហ្នឹងក៏បានក្បត់ជាមួយនឹងយើងហើយក៏បានយកជាមួយនឹងវិញ្ញាណទាំង7ហ្នឹងធ្វើជាអាវុធរបស់គេហើយបន្ទាប់មកគេក៏បានវាយប្រហារទៅលើ Sharon Concert វិញហើយខណៈពេលដែលម្នាក់ស្រីក្បត់ដែរស្រាប់តែគេក៏បានដឹងដែរថាអ្នកដែលក្បត់ប៉ាត់ប្រកបហ្នឹងគឺ Sharon Concert ហ្នឹងដែលក្បត់ជាមួយនឹង Fury ហ្នឹងឯងប៉ុន្តែ Sharon Concert ហ្នឹងមិននឹកស្មានថាម្នាក់ស្រីហ្នឹងក៏បានក្បត់គេដូចគ្នាដែរអញ្ចឹងម្នាក់ស្រី Fury ហ្នឹងមានតែធ្វើតាមដំណើរទេដំបូងឡើយត្រូវតែកំចាប់ជាមួយនឹងម្នាក់ស្រីហ្នឹងចោលសិនហើយម្នាក់ស្រីហ្នឹងអ្នកគ្នាដឹងស្រាប់ហើយគឺទៅកន្លែង Sharon Concert ដើម្បីកំទេចជាមួយនឹង Sharon Concert ចោលហើយនៅពេលដែល Fury ចោះទៅតាមហ្នឹងគេក៏បានទទួលដំណឹងមួយទៀតថាការបាត់ទៅ Sharon Concert ហ្នឹងគឺជាអ្នកដោះលែងជាមួយនឹងអវិញ្ញាណបាបទាំង7ហ្នឹងឲ្យស្រូបជាមួយនឹងវិញ្ញាណមនុស្សទាំងអស់ហ្នឹងមិនមែនតែវិញ្ញាណមនុស្សទេសូម្បីតែមនុស្សរស់ធម្មតាហ្នឹងក៏ត្រូវតែសម្លាប់ចោលដូចគ្នាដែរហើយមូលហេតុហ្នឹងដោយសារតែ Sharon Concert ហ្នឹងគឺខ្លាចជាមួយនឹងពួកមនុស្សហ្នឹងគេខ្លាចពួកមនុស្សហ្នឹងនៅថ្ងៃណាមួយដែលគេមានកម្លាំងគ្រប់គ្រាន់អាចតតាំងជាមួយនឹងពួកបិសាចបានពួកទេវតាបានហ្នឹងណាអញ្ចឹងពួកមនុស្សហ្នឹងក៏អាចកែប្រែនិងសរសេរសណ្ដាប់ធ្នាប់ថ្មីទៅលើសកលលោកហ្នឹងដូចគ្នាដែរហើយការបាត់ទៅឋានសួគ៌ហើយនិងឋាននរកក៏គេដឹងពីរឿងហ្នឹងដូចគ្នាដែរអញ្ចឹងហើយបានជាគេចង់សម្លាប់ជាមួយនឹងមនុស្សចោលទាំងអស់ទៅហើយនៅពេលដែលគេសម្លាប់អ្នកស្រីហ្នឹងហើយបានគេក៏ចាប់ផ្ដើមឡើងមកឋានមនុស្សវិញហើយក៏បានប្រាប់មនុស្សថាឲ្យរត់ចេញពីកន្លែងហ្នឹងទៅហើយចំណែកពួក Maker ជាមួយនឹង Fury ហ្នឹងក៏បាននាំជាមួយនឹងពួកមនុស្សហ្នឹងឲ្យទៅពិភពផ្សេងមួយទៀតដើម្បីលាក់បាំងពីពួកអបិសាចជាមួយនឹងទេវតាអស់ហ្នឹងហើយខណៈហ្នឹងដែរគេក៏បានឃើញជាមួយនឹង Strike ក៏ស្ថិតនៅក្នុងវងមនុស្សហ្នឹងដែរនិយាយទៅគេបន្លំខ្លួនណាធ្វើប្រែកាឡាខ្លួនទៅជាមនុស្សហើយដើម្បីការពារមនុស្សអញ្ចឹងបានន័យថាសូម្បីតែ Strike ហ្នឹងក៏បានដឹងដែរជាមួយនឹងដំណឹងដែលថាពួកអបិសាចជាមួយនឹងពួកទេវតាហ្នឹងចូលរួមដៃគ្នាដើម្បីសម្លាប់ជាមួយនឹងមនុស្សហ្នឹងហើយបើនិយាយពី play នៅក្នុង game មួយនេះវិញវាល្មមវាគ្មានចំណុចណាមួយដែលថាលើកមកនិយាយហើយបើនិយាយពី game វិញអានេះគឺលយហើយលយជាងអាវគ្គ1ហើយនឹងអាវគ្គ Genesis នោះអាចនិយាយថាទី2បន្ទាប់ពីអាវគ្គ2មកអានេះហើយគឺលយជាងគេនៅក្នុងមួយ game នេះយើងមាន mechanic ច្រើនខ្លាំងមែនទែនយើងមាន mechanic វៃគ្នាទៅវិញទៅមកយើងមាន mechanic នៅក្នុងទឹកអាចហែលទឹកបានអាចដើរនៅលើទឹកបានដើរនៅលើទឹកច្រឡំមាត់ដើរនៅខាងក្រោមទឹកអញ្ចឹងនៅក្នុងនេះយើងមាន mechanic មួយថាមពលរបស់គេហ្នឹងគឺអាចធ្វើឲ្យខ្លួនឯងវាមានទម្ងន់ធ្ងន់ណាអញ្ចឹងគេអាចដើរនៅខាងក្រោមទឹកបានហើយនៅមាន mechanic មួយចំនួនទៀតដូចទឹកដីភ្លើងខ្យល់អញ្ចឹងហើយជាមួយនឹងន្ទះអ្នកគ្នាចង់ដឹងចូលទៅលេង game ហ្នឹងខ្លួនឯងដឹងហើយ game នេះពេលលេងខ្ញុំឲ្យ8 លើ 10 play ខ្ញុំឲ្យ6 លើ 10 ហើយសាច់រឿងខ្ញុំឲ្យ6 លើ 10អនណាសាច់រឿងហើយមុននឹងចូលទៅដល់សាច់រឿងទី3ហ្នឹងខ្ញុំសូមនិយាយតិចពួក Horseman ណាគឺមិនមែនបំរើឲ្យ Sharon Concert ទេប៉ុន្តែបំរើឲ្យតុល្យភាពជីវិតអញ្ចឹងចូលទៅដល់សាច់រឿងទី3 Darksider វគ្គ2នៅក្នុងវគ្គនេះយើងនឹងលេងជាតួអង្គ Dead វិញម្ដងអញ្ចឹងនៅក្នុងវគ្គ1ហ្នឹង War ហ្នឹងត្រូវគេបានគេចោទថាគឺជាអ្នកដែលធ្វើឲ្យសង្គ្រាមហ្នឹងផ្ទុះឡើងហើយតុល្យភាពជីវិតមនុស្សនៅលើផែនដីហ្នឹងក៏ត្រូវបានផ្លាញអញ្ចឹង Dead ហ្នឹងក៏បានទៅស្វែងរកជាមួយនឹងភាពស្អាតស្អំឲ្យតួអង្គបងប្អូនរបស់គេឈ្មោះថា War ហ្នឹងហើយនឹងបញ្ជាក់ថាតួអង្គ War ហ្នឹងគឺមិនបានធ្វើរឿងហ្នឹងទេហើយគេក៏ត្រូវតែបៀលជីវិតមនុស្សឲ្យរស់ឡើងវិញដើម្បីមានតុល្យភាពជីវិតម្ដងទៀតអីដែលខ្ញុំនិយាយមិញហ្នឹងវាគ្រាន់តែជាក្បាលសាច់រឿងវគ្គ1ណាសាច់រឿងធំវគ្គ1ហ្មងតើសាច់រឿងក្រោយអាវគ្គ2នេះទៀតអញ្ចឹងដើម្បីធ្វើអញ្ចឹងបាន Dead ហ្នឹងក៏ត្រូវទៅដល់ភពទឹកកកមួយដើម្បីស្វែងរកជាមួយនឹងមនុស្សម្នាក់ឈ្មោះថា Trollfather ដើម្បីឲ្យគេបើកជាមួយនឹង portal មួយទៅកាន់ជាមួយនឹងភពដែលមានជាមួយនឹងដើមឈើ Tree of Life Tree of Life ហ្នឹងប្រែថាដើមឈើនៃជីវិតហើយនៅក្នុងដើមឈើនៃជីវិតហ្នឹងគឺមានជាមួយនឹងទីកន្លែងមួយដែលគេឲ្យឈ្មោះថា Well of Soul បបកប្រែខ្មែរប្រែថាអណ្ដូងនៃព្រលឹង
ហើយមូលហេតុដែលគេចង់ទៅកន្លែងហ្នឹងក៏ដោយសារតែកន្លែងហ្នឹងគេនឹងដឹងពីរបៀបបង្កើតជីវិតឡើងវិញហើយពេលដែលជួបជាមួយនឹង Crawlfather ណា Crawlfather ក៏បានដឹងដែរថាគេមកហ្នឹងដើម្បីជួយជាមួយនឹង War ដូចគ្នាប៉ុន្តែគេអត់ជួយទេដោយសារតែពីមុនមកគេក៏ធ្លាប់ជួយជាមួយនឹង Dead ម្ដងដូចគ្នាដែរហើយជួយហ្នឹងហើយបានធ្វើឲ្យគេហ្នឹងជាប់ជាមួយនឹងចង្វាក់បេះដូងហើយបើសិនជាចង់ឲ្យគេជួយតតែ Dead ហ្នឹងត្រូវតែកំទេចជាមួយនឹងចង្វាក់បេះដូងហ្នឹងចោលសិនប៉ុន្តែ Dead ហ្នឹងគឺគេអាចជួយបានទេបើសិនជាគេដោះជាមួយនឹងចង្វាក់ហ្នឹងអាចង្វាក់ហ្នឹងច្បាស់ជាជាប់ជាមួយនឹងគេវិញដងហើយដោយសារនិយាយគ្នាអត់ត្រូវអញ្ចឹងពួកគេក៏វាយគ្នាទៅប៉ុន្តែការប្រយុទ្ធគ្នាហ្នឹងវាគ្រាន់តែជាល្បិច Crawlfather ទេគេក៏ដឹងដែរថាគេមិនអាចវាយឈ្នះជាមួយនឹង Dead ទេប៉ុន្តែគេប្រយុទ្ធគ្នាហ្នឹងគឺដើម្បីឲ្យគេដោះជាមួយនឹងចង្វាក់បេះដូងហ្នឹងហើយចុងក្រោយគេក៏អាចដោះបានមែនហើយបន្ទាប់មកគេក៏បញ្ជូនជាមួយនឹង Dead ហ្នឹងឲ្យតកន្លែង Tree of Life ហ្នឹងទៅហើយនៅពេលដែលគេចោះទៅដល់កន្លែងភពដើមឈើនៃជីវិតហ្នឹងគេក៏បានជួបជាមួយនឹងពួក Maker ដូចគ្នាដែរហើយពួក Maker ហ្នឹងក៏បានប្រាប់ជាមួយនឹង Data ថាបើសិនជាចង់ទៅដល់កន្លែងដើមឈើនៃជីវិតហ្នឹងគេត្រូវតែដាស់ជាមួយនឹង Guardian សិនដើម្បីកំទេចជាមួយនឹងពួកបិសាចមួយប្រភេទដែលគេឲ្យឈ្មោះថា Corruption ណាហើយនៅពេលដែលគេដាស់ Guardian បានហើយ Guardian ហ្នឹងក៏ទៅវាយជាមួយនឹងពួក Corruption ហ្នឹងទៅហើយ Dead ហ្នឹងក៏អាចទៅកន្លែងដើមឈើនៃជីវិតហ្នឹងបានដូចគ្នាពេលដែលគេចូលទៅដល់ក្នុងដើមឈើនៃជីវិតហ្នឹងគេក៏គិតថាគេនឹងចូលទៅដល់កន្លែង Well of Soul ឬក៏អណ្ដូងនៃជីវិតហ្នឹងប៉ុន្តែមានណាដើមឈើនៃជីវិតហ្នឹងក៏បានដេញគេចេញទៅដល់កន្លែងដើមឈើនៃសេចក្តីស្លាប់វិញហើយដើមឈើនៃសេចក្តីស្លាប់ជាមួយនឹងដើមឈើនៃជីវិតហ្នឹងគឺវាតែមួយទេគ្រាន់ថាដើមឈើមួយវាងាប់ហើយដើមឈើមួយទៀតវានៅរស់តែប៉ុណ្ណឹងហើយនៅកន្លែងហ្នឹងក៏មានអាណាចក្រមួយដែរដែលគេឲ្យឈ្មោះថាអាណាចក្រនៃសេចក្តីស្លាប់មានស្ដេចមានជាមួយនឹងកងទ័ពរបស់គេហើយនៅកន្លែងហ្នឹងដែរគេក៏បានដឹងពីរបៀបចូលទៅក្នុងជាមួយនឹងដើមឈើនៃជីវិតហ្នឹងដូចគ្នាដែរបើថាគេចង់ចូលទៅកន្លែងហ្នឹងគេត្រូវទៅរកសោ2ដើម្បីចាក់ទ្វារចូលសោទី1គឺស្ថិតនៅជាមួយនឹង Akon សោទី2ស្ថិតនៅ Samael ហើយខ្ញុំជឿជាក់ថាអ្នកនរគ្នាប្រកាសជាស្គាល់ជាមួយនឹង Samael ដែរខ្ញុំនិយាយតាំងពីវគ្គដំបូងហ្នឹងហើយវគ្គ Genesis ប៉ុន្តែតួអង្គ2នាក់ហ្នឹងខុសគ្នាត្រង់ថាតួអង្គ Akon ហ្នឹងយើងត្រូវតែសម្រាប់ជាមួយនឹងតួអង្គហ្នឹងចោលដើម្បីយកជាមួយនឹងសោហើយចំណែកតួអង្គ Samael ហ្នឹងគេឲ្យសោយើងផ្ទាល់ហ្មងគេអត់ចង់បានសោហ្នឹងឲ្យមិនឲ្យមានរឿងញ៉ៃៗទេហើយនៅពេលដែលគេបានអាសោ2ហ្នឹងហើយក៏យកទៅចាក់ជាមួយនឹងដើមឈើនៃសេចក្តីស្លាប់ដើម្បីចូលតកន្លែងអណ្ដូងនៃព្រលឹងហើយពេលដែលគេចូលទៅដល់ក្នុងដើមឈើហ្នឹងគេក៏បានជួបជាមួយនឹងមេដឹកនាំរបស់គេឈ្មោះថា Absalom នឹងឯងនៅរស់ត្រូវបានជាមួយនឹង Dead សម្លាប់ហើយងាប់ទៅជាបិសាចក៏ Dead ជាអ្នកសម្លាប់ដូចគ្នាហើយនៅពេលដែលគេសម្លាប់ជាមួយនឹង Absalom នឹងហើយគេក៏បានលោតចូលទៅអណ្ដូងនៃព្រលឹងហ្នឹងទៅដើម្បីស្វែងយល់ពីរបៀបថាបង្កើតជាមួយនឹងមនុស្សរបៀបម៉េចវិញបើនិយាយពី play នៅក្នុង game នេះវិញវាមិនអស្ចារ្យអីណាស់ទេវាប្រហាក់ប្រហែលគ្នាជាមួយនឹងវគ្គ3ដែរហ្នឹងហើយបើនិយាយពីការលេងនឹង mechanic game វិញគឺនៅក្នុង game នេះដូចខ្ញុំនិយាយចឹង4 game ហ្នឹងអានេះលោជាងគេហើយអាវុធប្រើក្បាច់លេងហែលទឹកហក់តោងជាងហើយជាមួយនឹង mechanic game មួយចំនួនទៀតលេងមកខ្ញុំឲ្យ10 លើ 10ខ្ញុំអត់និយាយច្រើនទេហើយខ្ញុំអត់និយាយច្រើនទេ game នេះពេលលេងខ្ញុំឲ្យ10 លើ 10 ភ្លេងខ្ញុំឲ្យ6 លើ 10ហើយចំណែកសាច់រឿងខ្ញុំឲ្យ8 លើ 10អញ្ចឹងចូលទៅដល់សាច់រឿងទី4របស់យើង Darksider វគ្គ1នៅក្នុង game មួយនេះយើងដើរជាតួអង្គ War វិញម្ដងអញ្ចឹងព្រឹត្តិការណ៍នៅក្នុង game នេះកើតឡើង100ឆ្នាំបន្ទាប់ពីគេចាប់តួអង្គ War ហ្នឹងចូលទៅកន្លែងឋានរបស់គេហ្នឹងដើម្បីដាក់ទោសអញ្ចឹងតួអង្គ War នៅក្នុងវគ្គនេះក៏បាននិយាយបញ្ចុះបញ្ចូលជាមួយនឹង Charan Console ហ្នឹងប្រាប់ថាបើសិនជាអ្នកឯងមិនដោះលែងគេឲ្យទៅវាយប្រហារជាមួយនឹងពួកអស់ហ្នឹងទេច្បាប់ដែលអ្នកឯងបង្កើតឡើងមកនៅលើចក្រវាលហ្នឹងវាមានប្រយោជន៍ស្អីអញ្ចឹង Charan Console ហ្នឹងនៅពេលដែលស្ដាប់ទៅវាទំនងដែរអញ្ចឹងគេក៏បានដោះលែងជាមួយនឹង War ទៅប៉ុន្តែខណៈនឹងដែរគេក៏បានបញ្ជូនជាមួយនឹងដួងព្រលឹងមនុស្សប្រុសម្នាក់ដើម្បីតាមដានគេដូចគ្នាដែរហើយដួងវិញ្ញាណហ្នឹងវាស្តៀងទៅនឹងដួងវិញ្ញាណអ្នកស្រីនោះវគ្គ3ដែរហ្នឹងនិយាយទៅអត់រៀងវគ្គ3ត្រូវជាសាច់រឿងវគ្គ2ហ្នឹងដួងវិញ្ញាណហ្នឹងក្បត់ម្ដងហើយឥឡូវវាមិនតាន់រៀងហើយនៅពេលដែលគេឡើងទៅដល់ឋានកណ្ដាលហ្នឹងគេក៏បានដឹងដូចគ្នាដែរថារយៈពេលដែលគេចាប់ចុះទៅខាងក្រោមវិញហ្នឹងគឺមានរយៈពេល100ឆ្នាំហើយនៅពេលដែលគេដើរទៅដល់កន្លែងមួយគេក៏បានជួបគ្នាជាមួយនឹង Samael ដូចគ្នាដែរជាលើកទី2ហើយនៅពេលដែលជួប Samael ហ្នឹងក៏បានប្រាប់ជាមួយនឹង War ដូចគ្នាថាឲ្យសម្លាប់ជាមួយនឹងដួងវិញ្ញាណដែលតាមគេហ្នឹងទៅព្រោះ Samael ក៏ដឹងដែរថាចុងក្រោយដួងវិញ្ញាណមួយហ្នឹងនឹងក្បត់គេដូចគ្នាប៉ុន្តែពេលហ្នឹងគេអត់ទាន់ដឹងទេថា Charan Console ហ្នឹងគឺបានក្បត់គេទេអញ្ចឹងគេក៏អត់បានក្បត់ជាមួយនឹង Charan Console ទេហើយគេក៏បានសួរជាមួយនឹង Samael ទៅថាធ្វើម៉េចដើម្បីឲ្យគេទៅអគារមួយផ្សេងទៀតបានហើយអគារហ្នឹងគឺជាកន្លែងដែល Stranga បានសាងសង់ឡើងតាំងពី100ឆ្នាំមុននៅពេលដែលគេចាប់ជាមួយនឹងតួអង្គ War ហ្នឹងចុះទៅខាងក្រោមវិញគេធ្លាប់ប្រយុទ្ធគ្នាម្ដងប៉ុន្តែខ្ញុំអត់បាននិយាយដោយសារតែសាច់រឿងវាខ្លីពេកខ្ជិលនិយាយទៅហើយក៏មានជាមួយនឹងមនុស្សម្នាក់ទៀតដែរមិនមែនមនុស្សទេទេវតាម្នាក់ទៀតដែរឈ្មោះថា Abaddon ហ្នឹងគឺជាតួអង្គម្នាក់ដែលស្ថិតនៅក្នុងវគ្គ Genesis ក៏មានហើយវគ្គ1ក្បាលរឿងហ្នឹងក៏មានដូចគ្នាដែរហើយចំណែក Samael ហ្នឹងក៏បាននិយាយទៅកាន់ជាមួយនឹងតួអង្គ War វិញថាឥឡូវគេអាចជួនជាមួយនឹង War ហ្នឹងឲ្យទៅអាកន្លែងអាគារហ្នឹងបានប៉ុន្តែដំបូងឡើយគេត្រូវតែយកជាមួយនឹងបេះដូងអ្នកការពារទាំង4ហ្នឹងឲ្យគេសិនហើយកំឡុងពេលដែលគេយកជាមួយនឹងបេះដូងហ្នឹងដែរគេក៏បានជួបជាមួយនឹងមនុស្សម្នាក់ទៀតឈ្មោះថា Black Hammer ដែលជាពូជសាសន៍របស់ Maker ហើយកំឡុងពេលដែលគេយកបេះដូងអ្នកការពារទៅឲ្យជាមួយនឹង Samael ហ្នឹងដែរគេក៏បានដឹងរឿងមួយទៀតថាការប៉ះទៅអាសៀលទាំង7ដែល
បានបាក់បែកហ្នឹងគឺមានពាក់ព័ន្ធគ្នាជាមួយនឹង Black Hammer ដូចគ្នាហើយនៅពេលដែលគេយកជាមួយនឹងបេះដូងទាំង4របស់អ្នកការពារឲ្យជាមួយនឹង Samael ហើយ Samael ហ្នឹងក៏បានបញ្ជូនជាមួយនឹងតួអង្គ War ហ្នឹងឲ្យទៅអាគាររបស់ Stranga ហ្នឹងទៅហើយពេលដែលគេចូលទៅដល់ក្នុងហ្នឹងគេក៏បានជួបគ្នាជាមួយនឹងទេវតាមួយទៀតឈ្មោះថា Azrael ដែល Azrael ហ្នឹងឥឡូវហ្នឹងគឺកំពុងតែរបួសខ្លាំងហ្មងអញ្ចឹងគេក៏សុំឲ្យ War ហ្នឹងជួយគេសិនទៅគេនឹងប្រាប់រឿងគ្រប់យ៉ាងតាក់ទងជាមួយនឹងអាគារមួយហ្នឹងហើយគេនឹងប្រាប់ដូចគ្នាថាមូលហេតុអីបានជាអាសៀលទាំង7ហ្នឹងត្រូវបានគេវេកំទេចចោលហើយរឿងមួយទៀតដែលអ្នកនរគ្នាគួរតែដឹងដែរថាជាមុនពេលដែលអាសៀលហ្នឹងត្រូវគេកំទេចចោលហ្នឹងសង្គ្រាមឋានសួគ៌ហើយនឹងឋាននរកហ្នឹងគឺបានផ្ទុះឡើងបាត់ហើយនិយាយទៅសង្គ្រាមហ្នឹងវាផ្ទុះមុនតាំងពីអាសៀលហ្នឹងត្រូវគេបានកំទេចចោលទៀតហើយនៅពេលដែលគេជួយជាមួយនឹងអាស្រៀលហើយគេក៏បានទៅរកជាមួយនឹង Stranga ដើម្បីសម្លាប់គេចោលទៅហើយនៅពេលដែលគេសម្លាប់ Stranga ហើយគេក៏បានទៅដល់ដែនដីមួយឈ្មោះថា Garden of Eden ហើយនៅកន្លែងហ្នឹងដែរមានជាមួយនឹងដើមឈើមួយដែលគេឲ្យឈ្មោះថា Tree of Knowledge ឬបកប្រែខ្មែរប្រែថាដើមឈើនៃចំណេះដឹងហើយដំណើរតាមផ្លូវហ្នឹងដែរអាស្រៀលហ្នឹងក៏បានប្រាប់តាក់ទងជាមួយនឹងអ្នកដែលកំទេចជាមួយនឹងអាសៀលទាំង7ហ្នឹងអាបាដុនហ្នឹងឯងជាមួយនឹងគេហើយជាមួយនឹងពូជសាស Maker ម្នាក់ទៀតដែលគេពឹងឲ្យបង្កើតដាវដើម្បីកំទេចជាមួយនឹងអាសៀលទាំង7ហ្នឹងហើយម្នាក់ហ្នឹងអ្នកគ្នាគាត់ជាស្គាល់អីឈ្មោះថា Black Hammer ហ្នឹងឯងហើយនៅពេលដែលគេដើរទៅដល់កន្លែងដើមឈើនៃចំណេះដឹងហ្នឹងអាដើមឈើនៃចំណេះដឹងក៏បានប្រាប់គេថាអាបាដុនអ្នកដែលកំទេចជាមួយនឹងសៀលទាំង7ហ្នឹងក៏បានខ្លាចទៅជាបិសាចមួយប្រភេទគេឲ្យឈ្មោះថា Destroyer ដូចគ្នាហើយអាបិសាចហ្នឹងគឺជានាគភ្លើងហើយបើចង់សម្លាប់ជាមួយនឹងអានាគភ្លើងហ្នឹងបានគេត្រូវតែហៅជាមួយនឹងអាដាវដែលកំទេចជាមួយនឹងអាសៀលទាំង7ហ្នឹងដើម្បីសម្លាប់ជាមួយនឹងនាគហ្នឹងវិញប៉ុន្តែដែលសំខាន់អាដាវហ្នឹងវាបែកបាក់ជាបំណែកហ្នឹង 4-5 បំណែកហ្នឹងអញ្ចឹងត្រូវឲ្យគេហ្នឹងទៅស្វែងរកជាមួយនឹងបំណែកដាវទាំងអស់ហ្នឹងឲ្យជាមួយនឹង Black Hammer ជួសជុលជាមួយនឹងដាវហ្នឹងវិញដើម្បីសម្លាប់ជាមួយនឹងអាសត្វនាគហ្នឹងហើយនៅពេលដែលគេធ្វើដាវហ្នឹងបានសម្រេចហើយគេក៏បានទៅសម្លាប់ជាមួយនឹងអាបាដុនហ្នឹងទៅហើយនៅពេលដែលសម្លាប់អាបាដុនហ្នឹងហើយគេក៏បានដឹងថា Check Council ហ្នឹងក៏បានក្បត់គេដូចគ្នាប៉ុន្តែរឿងហ្នឹងគឺគេដឹងហើយអាកំឡុងពេលដែលគេតកន្លែងដើមឈើនៃចំណេះដឹងហ្នឹងអាដើមឈើនៃចំណេះដឹងហ្នឹងក៏បានប្រាប់គេដូចគ្នាដែរហើយអាការក្បត់ហ្នឹងធ្វើឲ្យអាដួងវិញ្ញាណមនុស្សប្រុសម្នាក់ដែលតាមគេហ្នឹងសម្លាប់គេចោលទៅប៉ុន្តែកន្លែងហ្នឹងវាបរាជ័យដោយសារតែគេដឹងមុននោះអញ្ចឹងវ៉ហ្នឹងក៏បានសម្លាប់គេវិញទៅហើយដល់សាច់រឿងចុងក្រោយហ្នឹងយើងក៏បានឃើញថា3អ្នកបងប្អូនគេហ្នឹងក៏បានស្វែងរកគេដូចគ្នាដែរហើយអាចុងក្រោយហ្នឹងប្រហែលជាចំណាប់ផ្ដើមនៃសាច់រឿងវគ្គ4ហ្នឹងឯងបើនិយាយពីភ្លេងនៅក្នុងហ្គេមនេះវិញខ្ញុំគិតថាវាខ្សោយខ្លាំងមែនទែនហើយបើនិយាយពីហ្គេមវិញនៅពេលលេងខ្ញុំនិយាយថាអាចនិយាយថានេះអន់ជាងគេក្នុងចំណោម4ហ្គេមហ្នឹងអ្នកគ្នាប្រហែលគិតថា Genesis ហ្គេមអន់ជាងគេមែនទេប៉ុន្តែអត់អញ្ចឹងទេហ្គេមនោះយើងអាចលេង co-op បានលេង co-op លេង2នាក់សប្បាយជួយប៉ុន្តែបើសិនជាយើងអត់ចង់លេង co-op ទេយើងអាចលេងម្នាក់ឯងបានហើយលេងម្នាក់ឯងហ្នឹងយើងអាចបញ្ជាតួអង្គម្ដងបាន2នាក់ទៀតយើងអាចដូរឆ្លាស់ជាមួយនឹងតួអង្គទៅមកបានហើយបើនិយាយពីអានេះវិញនិយាយទៅផាកផាយគ្នាខ្ញុំគិតថាអានេះវាឡជាងបន្តិចឬក៏ផាកផាយគ្នាខ្ញុំអត់ដឹងដែរខ្ញុំនិយាយទៅខ្ញុំលេងអាពីរហ្នឹងខ្ញុំចូលចិត្តផាកផាយគ្នាហើយខ្ញុំភ្លេចនិយាយតាក់ទងជាមួយនឹងតួអង្គ Dead ដែលប្រើកាដៀវនិយាយទៅតួអង្គនោះអាចដូច Grim Reaper អញ្ចឹងហ្គេមនេះពេលលេងខ្ញុំឲ្យ8លើ10ភ្លេងខ្ញុំឲ្យ6លើ10អន់ណាហើយចំណែកសាច់រឿងខ្ញុំឲ្យ9លើ10សាច់រឿងល្អមើលរបស់គេមែនអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងកុំភ្លេចចុច like subscribe ហើយនឹងចុច follow ខ្ញុំមួយអ្នកមួយផងបើសិនអ្នកនៅក្នុង TikTok